នេះជាទស្សនភាពប្រាសាទលើភ្នំជីសូរថ្ងៃនេះធ្វើដំណើរឡើងប្រាសាទភ្នំជីសូរថ្ងៃទី21ខែឧសភាឆ្នាំ2025ជាគោលដៅនៃការដំណើរទេសចរចុងក្រោយនៅខេត្តតាកែវពីព្រោះប្រហែលថ្ងៃនេះទៅរួមមានកំពង់ធំសៀមរាបព្រះវិហារស្ទឹងត្រែងរតនគិរីមណ្ឌលគិរីក្រចេះភ្នំពេញហើយវិលវិញមកបញ្ចប់ត្រឹមខេត្តតាកែវដំណើរទស្សនាតាមតំបន់និងខេត្តនានានៃប្រជាជាតិកម្ពុជាជាងការធ្វើដំណើរឡើងទៅកាន់ភ្នំជីសូរទស្សនភាពតាមដងផ្លូវរដូវកាលដើមឆ្នាំអានេះឯងចូលទៅដល់បរិវេណនៃប្រាសាទដែលធ្លាប់តែល្បីឈ្មោះឬឈ្មោះតែអត់ដែលបានចូលទេច្រើនតែហួសទៅសៀមរាបតែនេះជាលើកទី1ដែលបាននិមន្តមកដល់ហើយក៏ចូលទៅដើម្បីទស្សនានៅសម្រស់ប្រាសាទទាំងមូលដែលពុព្វវីរបុរសរបស់យើងបានបន្សល់ទុករហូតមកដល់សប្តាហ៍ថ្ងៃនេះឃើញថាត្រុតត្រោមជាច្រើនឃើញគ្រប់កន្លែងស្ទើរទាំងអស់ត្រុតត្រោមនៃប្រាសាទដែលសាងសង់ពីឥដ្ឋហើយនិងថ្មបាយក្រៀមនេះមកជុំវិញមើលក្បាច់ត្របកឈូកនៅស្អាតគួរសមនឹងប្រមាណពាន់ឆ្នាំមកហើយទស្សនភាពខាងក្នុងនៃប្រាសាទដែលខ្ញុំកណាអាត្មាភាពបាននិមន្តចូលទៅដល់ឃើញផ្ទាល់នេះមើលក្បូរក្បាច់រចនាអានេះប្រាសាទឥដ្ឋក្រហមសាងអំពីឥដ្ឋមើលក្បាច់ដូចមិនសូវអាឡុបប្រមាណទេក្បាច់នៅច្បាស់ដែរចឹងគោលដៅនៃការទេសចរថ្ងៃនេះគឺបានមកបញ្ចប់នៅត្រឹមប្រាសាទភ្នំជីសូរនេះឯងបងប្អូននៅមិនដែលស្គាល់មកឲ្យស្គាល់នៅភ្នំជីសូរខេត្តតាកែវយើងមិនឆ្ងាយប្រហែលទេពីព្រំដែននេះមកក្បាច់ផ្ដែខាងលើមាត់ទ្វារឯខាងក្រោមនេះមើលទៅវាលស្រឡះយើងមើលវាលស្រឡះធម្មជាតិខែដើមឆ្នាំយើងទៀតហ្នឹងស្រស់បំប្រងតែម្ដងនេះខាងមុខប្រាសាទកន្លែងគេចូលអុជធូបខ្ញុំកណាអាត្មាមិនបានចូលប្រឌិតរូបភាពខាងក្នុងទេដោយសារឃើញងងឹតគ្រាន់តែដើរចូលទៅបញ្ញាប់ណាមួយបញ្ញាប់ចិត្តដល់ចង្ហាន់ត្រង់ផងក៏គ្រាន់តែដើរទស្សនាគោលសង្ខេបដល់នេះចាញ់ទៅខាងកើតណាមិនវែងទេប្រហែលជាទៅខាងកើតមកពីថ្ងៃនៅរះពីកើតឡើងទៅដល់នោះគឺម៉ោង9ជាងព្រឹកម៉ោង9កន្លះជាងក៏ដើរនិមន្តកយគុណជុំវិញគ្រប់ច្រកផ្ដិតយករូបភាពខ្លះទុកប្រកេននិងជូនព្រះសង្ឃនិងញាតិញោមដែលមិនទាន់បានអញ្ជើញមកដល់នៅប្រាសាទនេះខាងទេសភាពខាងនេះគឺវាលស្រឡះវាលស្រែចម្ការដើមត្នោតមើលទៅឃើញទេសភាពនេះតាក់ទាញនេត្រាខ្លាំងណាស់នោះប្រាសាទទៀតនេះយើងមើលពីលើចុះទៅត្រង់តែម្ដងផ្លូវទៅមួយទៀតនៅខាងនោះមួយទៀតឆ្ងាយពេកពង្រីកចង់ព្រិលមើលទៅឃើញពីលើកំពូលភ្នំជីសូរមើលចុះទៅក្រោមចឹងការដែលបានទស្សនាប្រាសាទភ្នំជីសូររួចហើយក៏ខ្ញុំកណាអាត្មាភាពទាំង5អង្គទៀតក៏និមន្តចុះត្រឡប់មកកាន់កន្លែងដើម្បីទទួលទានផតតាហារពេលថ្ងៃត្រង់ចឹងកម្រងវីដេអូនេះមានតែប្រមាណប៉ុណ្ណេះទេបើមានការខុសឆ្គងដោយពាក្យសម្ដីណាមួយសូមអភ័យទោស